សួស្តីអ្នកគ្នាវីដេអូនេះដែរខ្ញុំមកបរៀនអ្នកគ្នាពីក្នុងការ set up DNS នៅក្នុង CentOS ដោយជាដំបូងឡើងអ្នកគ្នាត្រូវធ្វើការ update packet សិនដោយប្រើ command មួយនេះ sudo yum update .y enter មកបន្ទាប់ពីនេះអានេះខ្ញុំ update ហើយបើអ្នកគ្នាមិន update ទេពេលចុច command enter វា update ឲ្យអ្នកគ្នាបន្ទាប់ពី update ហើយធ្វើការ install DNS sudo yum .y install បាន .utils នេះចុច enter មកដល់ពេលអ្នកគ្នាចុច enter ទៅវានឹង install អ្នកគ្នាតែ DNS នេះខ្ញុំបាន install ហើយឥឡូវចូលមកដល់ការ config ម្ដងធ្វើការ clear ដែលមុនដំបូងអ្នកគ្នាប្រើ command sudo nano / var name d នេះហើយបន្ទាប់មក conf នេះ name d dot ហើយបន្ទាប់មកអ្នកគ្នាប្រើ command មួយនេះមកខ្ញុំច្រឡំវាក៏ពិត etc ទេដោយ name.config នេះចុច enter ហើយអ្នកគ្នាទៅកែកន្លែងនេះមកថងចំណុចនេះថងចំណុចនេះអ្នកគ្នាចង់កែដាក់IP របស់អ្នកគ្នា specific ក៏បានដែរដោយសារនេះខ្ញុំធ្វើការ config ចឹង config demo ចឹងខ្ញុំធ្វើដាក់ any ហើយកន្លែងនេះក៏ចឹងដែរអ្នកគ្នាចង់ដាក់ IP ប៉ុន្មានដើម្បីចូលក្នុង DNS អ្នកគ្នាក៏បានដែរហ្នឹងកំណត់ range IP របស់វាតាមដាក់ any ហើយនេះគឺជាศูនย์របស់ខ្ញុំដែលខ្ញុំបានបង្កើតមានតែមួយศูនย์មួយឈ្មោះศูនย์ spy eye បន្ទាប់មកศูនย์ទី2ឈ្មោះវតីហើយអានេះគឺជារបៀបដែលខ្ញុំបង្កើត reverse zone គ្នាឲ្យមកបានហើយពេលអ្នកគ្នា config complete ដក clear ដកអីឲ្យតាមត្រូវហើយ complete អានសញ្ញានេះផងតែអញ្ចឹងទេ error វិញហ្នឹងហើយធ្វើការដក clear ទៅការអីតាម step by step ហើយបើ config ខុសអីអាចសួរ AI បានវាជួយយើងច្រើនដែរធ្វើការចាក់ចេញបន្ទាប់ពីអ្នកគ្នាបង្កើតលើនេះហើយអ្នកគ្នាធ្វើការ restart មួយទៅស្រួលកុំអីស្រួលក្នុងការមើល config របស់យើង error អីពេលខ្លះបើយើងចាំ config ទាំងអស់ហើយបើយើង restart ពេល error ទៅយើងបារអញ្ចឹងបើយើង restart តាម config មួយអញ្ចឹងវាស្រួលជាង enter បន្ទាប់មកធ្វើការទៅបង្កើត reverse zone sudo nano / var name spy.com នៃ zone នេះ enter មកហើយនេះគឺជារបៀបដែលខ្ញុំបង្កើត zone របស់ spy eye ដែលខ្ញុំឲ្យវាសេរីវា1100 refresh ក្នុងរយៈពេល3ម៉ោងretry 15នាទី expire មួយ week expire មួយអាទិត្យហើយ minimum មួយថ្ងៃហើយនេះ NS1 នេះ IP 1.1 192.168.1.1 www នេះក៏192.168.1.1ដែរហើយនៅកន្លែងនេះអ្នកគ្នាអាចបង្កើត mail បង្កើត printer បង្កើតអីបានច្រើនទៀតទៅតាមតម្រូវការរបស់អ្នកនរគ្នាហើយអានេះស្មើនឹង record ហើយតែនេះទៅ complete ពេល config complete dot ឡើងនេះណាតែ click dot ឡើងហ្នឹងក៏អត់កើតដែរវា error ទៅការដាក់ dot វាទៅចាក់ចេញហើយទៅមើលក្នុង sudo nano / var DNS ផ្ទៃម្ដងអាហ្នឹងក៏ config ដូចគ្នាដែរមិនខុសគ្នាទេខ្ញុំដាក់ដូចគ្នាទាំងអស់គ្រាន់តែដូរឈ្មោះលើនេះដាក់ឈ្មោះផ្ទៃវិញតែប៉ុណ្្នឹងទេធ្វើការ exit ហើយ complete អក្សរធំអក្សរតូចអីមកច្បាស់ពេល config តែអញ្ចឹងទេ error ហើយឥឡូវធ្វើការទៅ reverse zone មួយទៀតនេះគឺជា reverse zone ដោយអានេះគឺរបៀបឥឡូវនេះវាដូចតាពីលើមុនដែរទេ
hai cái lại với nhằm đại lệnh muối ní nằm bay ấy nằm bay tham nằm bay để dân ở vay w.spy.com đi tới viên là đi tới từ IP mà rồi copy mà rồi không bảy chích mùi đập bay tao bật tay mà rồi copy mà rồi bảy chích mùi với nằm bay IP mà rồi copy mà rồi không bảy chích mùi máu màu của năng bình và chích phí màu và tay chích mùi màu spy ai chẳng càng chặt tránh sau đó command này đánh phở với สำหรับchange mode របស់ spy eye 0នេះគេចេញ enter មកហើយនេះខ្ញុំចាំតិចហើយនេះខ្ញុំដាក់change permission វាthì ទៅធ្វើដូចគ្នាទាំងអស់អានេះchange របស់0បតីម្ដង change mode នេះ change mode 0របស់បតី command បែបហ្នឹងហើយ enter មក change mode របស់0ម្ដងអានេះគឺជា change mode របស់ reverse 0ហើយចុច enter មកហើយនេះបន្ទាប់ពីយើង change mode ទាំង3ហ្នឹងហើយបន្ទាប់ជំរាបទៅការដាក់ firewall ឲ្យវា firewall command firewall សម័យ firewall .cmd .add service DNS .per permanent enter មកតបមក firewall .cmd .reload enter មកតទៅពីអ្នកគ្នាដាក់ firewall ហើយធ្វើការ check របស់វាថាត្រូវមិនត្រូវ check 011អានេះខ្ញុំ check ធ្វើការ check 0 spy eye ដំបូង enter ឥឡូវវា load ហើយវាអូខេឥឡូវការ check 0របស់បតីម្ដងអូខេ0បតីក៏ load ដែរហើយ check 0 reverse 0យកមួយទៀតអូខេអាហ្នឹងក៏វា load ដែរទៅ3ហ្នឹង command នេះគឺជា command ដែលយើងប្រើសម្រាប់ check 0ឥឡូវយើងធ្វើការ test DNS អស់គ្នា clear ឥឡូវធ្វើការ test តាមនៅក្នុង local មួយនៅប្រើ command dig អានេះ test forward 0អូខេវា answer វាឆ្លើយមកហើយឥឡូវធ្វើការ dig ជា reverse 0ម្ដងអូខេអានេះប្រាប់ថាយើង answer question នេះនៅក្នុង PPTR ឥឡូវធ្វើការ test នៅក្នុងcommand line ក្នុង CMD របស់យើងតាមណាមកអ្នកគ្នាចុចទៅកាន់ control panel របស់អ្នកគ្នាចុចទៅកាន់ network internet នេះតបមកចូលទៅកាន់ network and sharing center ហើយចូលទៅកាន់កន្លែង Wi-Fi ដែលអ្នកកំពុងប្រើប្រាស់នេះតបមកចូលទៅកាន់អានេះហើយចូល property មកចូល property ហើយអ្នកគ្នាចូល internet protocol នេះហើយដាក់ command ដែលយើងដាក់ IP របស់នេះដាក់ IP របស់ដាក់ IP របស់ Linux របស់ server របស់យើង IP ADR នេះមកនេះឲ្យដាក់ IP មកនេះចូល copy យកទៅ pass វាទៅ
ហើយចុចពីអូខេមកចុចអូខេចុចអូខេឡើងទៀតចុច close ចូលទៅកាន់ command prompt ឥឡូវធ្វើការ command អ្នកនរគ្នាធ្វើ command ns lookup spy eye នេះចុច enter មកអូខេវាស្គាល់ហើយឥឡូវធ្វើការ lookup បន្ថែមទៀតអូខេនេះក៏វាស្គាល់ដែរអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការតាមដាន